ឃើញស្លឹកស្វាយចន្ទីធ្លុះប្រហោងបែបនេះតើពុកម៉ែបងប្អូនទាំងអស់គ្នាគិតថាវាជាអ្វីឬអាចគិតថាវាជាខ្ញុំឬក៏ជាដង្កូវនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីប្រភេទសត្វដែលបំផ្លាញនៅលើស្វាយចន្ទីជាពិសេសនៅលើស្លឹកថាតើការបំផ្លាញបែបនេះវាគឺជាប្រភេទសត្វអ្វីនេះគឺជាប្រភេទដង្កូវត្បាញសម្បុកនៅលើស្លឹកដែលមានឈ្មោះជាភាសាអង់គ្លេសថា Cashew Leaf Weaver ដែលការធ្វើសម្បុករបស់វាគឺវាកាត់ស្លឹកចន្ទីទាំងខ្ចីទាំងចាស់ទំហំប៉ុនចុងចង្កឹះឬក៏ប៉ុនកូនដៃបន្ទាប់មកវាត្បាញចូលគ្នាដែលមានប្រភេទសរសៃអំបោះដែលដង្កូវផលិតចេញមកហ្នឹងផ្សារភ្ជាប់ជាមួយរុនស្លឹកតូចដែលវាបានកាត់ហ្នឹងផ្គុំចូលគ្នាដែលយើងមើលទៅហាក់ដូចជាកំពូលប្រាង្គប្រាសាទមួយចឹងបាទដែលដង្កូវនេះវានៅក្នុងហ្នឹងនៅពេលដែលយើងចាប់ហែកវាមើលយើងឃើញមានដង្កូវទូចបើប្រៀបធៀបជាមួយដង្កូវប៉ុនដង្កូវស៊ីស្វាយចន្ទីដែលយើងស៊ីផ្កាស្វាយចន្ទីដែលយើងតែងតែសង្កេតឃើញណាបាទដូចដែលខ្ញុំបង្ហាញនេះបាទវាប៉ុនធំជាងជើងធូបបន្តិចដូចខ្ញុំជម្រាបជូនចឹងអាចថាវាប៉ុនប្រភេទដង្កូវស៊ីផ្កាដែលយើងតែងតែជួបប្រទះនៅរដូវស្វាយចន្ទីដែលវារីកផ្កាចឹងណាបាទហើយឃើញថាការបំផ្លាញរបស់វាស្តៀងជាមួយនឹងប្រភេទខ្ញងបាទប្រភេទខ្ញងប៉ុន្តែយើងសង្កេតមែនតើទៅគឺវាមានលក្ខណៈខុសគ្នាត្រង់ថាខ្ញងកាត់លើស្លឹកវាមានដាច់ធ្លុះរូបរាងមិនស្មើគ្នាអញ្ចឹងណាបាទប៉ុន្តែសម្រាប់តកូវនេះឃើញបងប្អូនឃើញពុកម៉ែបងប្អូនវាបំផ្លាញលក្ខណៈមូលបាទមូលនេះដែលវាតោងនៅលើដើមអញ្ចឹងណាបាទចំពោះចំណុចទី2ខ្ញុំនឹងរៀបរាប់អំពីវដ្តជីវិតរបស់វាបាទដោយទី1ដំណាក់កាលពងចំពោះទីតាំងដែលវាពងគឺមេអំបៅពងដាក់នៅផ្នែកខាងក្រោមនៃស្លឹកឬក៏នៅលើសម្បកឬក៏នៅលើដើមខ្ចីហើយទម្រង់ពងរបស់វាអាចពងដាក់តែឯងឬក៏ជាក្រុមតូចហើយរយៈពេលដំណាក់កាលពងនេះមានរយៈពេលពី5ទៅ6ថ្ងៃបាទហើយដំណាក់កាលទី2ដំណាក់កាលដង្កូវនាងដំណាក់កាលដង្កូវនាងនេះគឺជាដំណាក់កាលដែលដង្កូវចេញស៊ីឬក៏បំផ្លាញដែលខ្លាំងជាងគេវាត្បាញស្លឹកខ្ចីត្រួយឬក៏ផ្កាចូលគ្នានឹងដោយប្រើសរសៃសូត្របង្កើតបានជាសម្បុកការពារហើយចាប់ផ្ដើមស៊ីបំផ្លាញស្លឹកផ្សេងទាំងស្លឹកចាស់និងស្លឹកថ្មីហើយវាអាចបន្តវិវត្តទៅស៊ីស្វាយចន្ទីនៅក្នុងដំណាក់កាលផ្កាផងដែរហើយចំពោះរយៈពេលដែលវាបំផ្លាញខ្លាំងបំផុតហ្នឹងឬក៏ដំណាក់កាលដង្កូវនាងហ្នឹងវាមានរយៈពេលពី16ថ្ងៃទៅ21ថ្ងៃឬក៏ពី2សប្តាហ៍ទៅ3សប្តាហ៍វាអាស្រ័យទៅលើអាកាសធាតុបាទហើយចំពោះដំណាក់កាលដង្កូវដួងវាពេញវ័យហើយវាសង្ងំនៅក្នុងសម្បុកឲ្យត្បាញនៅលើស្លឹកហ្នឹងនៅក្នុងកលៈស្លឹករុំព័ទ្ធខ្លួនដោយសរសៃសូត្រដែលរយៈពេលដែលវានៅក្នុងដំណាក់កាលដួងនេះទៀតសោតវាមានរយៈពេលពី8ទៅ14ថ្ងៃមុននឹងវាคล้ายទៅជាមេអំបៅម្ដងទៀតចំពោះដំណាក់កាលមេអំបៅពេញវ័យការលេចចេញជាមេអំបៅពេញវ័យចេញពីដួងវាជាធម្មតាមានទំហំមធ្យមនិងមានពណ៌ស្អាតចំពោះដំណាក់កាលមេអំបៅពេញវ័យនេះវាមិនស៊ីបំផ្លាញស្លឹកស្វាយចន្ទីឬក៏ផ្កាចន្ទីរបស់យើងទេប៉ុន្តែតួនាទីសំខាន់របស់វាគឺការបន្តពូជនិងការបង្កកំណើតជាថ្មីម្ដងទៀតមានន័យថាវាវិលជុំទៅវិញចឹងណាពុកម៉ែបងប្អូនបាទសរុបសេចក្តីមកវដ្តជីវិតរបស់វាចាប់ពីពងរហូតដល់ពេញវ័យជាមេអំបៅហ្នឹងវាចំណាយរយៈពេលពី1ខែទៅ1ខែកន្លះវាស្មើ30ថ្ងៃទៅ40ឬក៏45ថ្ងៃទៅតាមលក្ខខណ្ឌអាកាសធាតុ
ដូចបានរៀបរាប់ពីដើមវីដេអូអញ្ចឹងដង្កូវប្រភេទនេះវាមានការបំផ្លាញខ្លាំងបំផុតដែលយើងមើលតាមជាក់ស្ដែងវាស៊ីស្លឹកសឹងថាអស់តែម្ដងរហូតដល់ធ្វើឲ្យស្លឹកលែងផលិតអាហារឬក៏លែងធ្វើរស្មីសំយោគកើតវាធ្វើឲ្យស្វាយចន្ទៀតរបស់យើងមានលក្ខណៈខ្សោយបាទដូច្នេះសួរថាតើយើងគួរកម្ចាត់ដង្កូវប្រភេទនេះដោយរបៀបណាដោយសារតែដង្កូវប្រភេទនេះវានៅក្នុងស្រោមដូច្នេះការប្រើប្រាស់ថ្នាំយើងត្រូវមានការយល់ដឹងអំពីប្រសិទ្ធភាពរបស់ថ្នាំដោយយើងដឹងត្រួសត្រាសមកហើយថាថ្នាំកម្ចាត់សត្វល្អិតឬក៏កម្ចាត់ដង្កូវនេះវាមានពីរប្រភេទដែលមានលក្ខណៈជ្រាបនិងប៉ះផ្ទាល់ដែលយើងដែលជាប្រជាកសិករគ្រប់គ្នាដែលតែងតែឮដែលតែងតែដឹងកន្លងមកណាបាទដូច្នេះចំពោះការកម្ចាត់ដង្កូវប្រភេទនេះយើងគួរជ្រើសរើសប្រភេទថ្នាំដែលជាថ្នាំប្រភេទជំរាបបាទហើយសារធាតុដែលអាចកម្ចាត់វាបានស្អាតក្នុងនោះរួមមានប្រភេទអេម៉ាមេទីនបេនសូអាតពពួកក្លូហ្វេណាពីពពួកហ្វីប្រូនីលពពួកសារធាតុឡូហ្វេនរ៉ង់និងសារធាតុអេនដូសកាប់ដែលយើងតែងតែប្រទះឃើញនៅលើទីផ្សារដែលកសិករតែងតែនិយមប្រើប្រាស់ហើយចំពោះការបាញ់បងប្អូនគួរតែបាញ់ឲ្យជោគទាំងនៅលើស្លឹកនិងទាំងនៅលើដើមហើយចំពោះការកម្ចាត់ទៀតសោតនោះយើងគួរតែសម្អាតចំការយើងឲ្យបានស្អាតសម្អាតស្មៅសម្អាតព្រៃឈើការតាក់តែងមែកឲ្យបានល្អបាទទាំងអស់នេះគឺជាកត្តារួមចំណែកកាត់បន្ថយដង្កូវឬក៏ប្រភេទសត្វល្អិតផ្សេងៗក៏ដូចជាប្រភេទជំងឺមួយចំនួនផងដែរបាទខ្ញុំសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ដល់ពុកម៉ែបងប្អូនដែលជាកសិករដាំស្វាយចន្ទទីទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា